ផានីនាងដកប្រលិតបានច្រើនហើយនាងក៏ត្រឡប់មកផ្ទះវិញដើម្បីប្រញាប់យកប្រលិតនិងត្រកួនទៅលក់នៅឯផ្សារពេលមកដល់ផ្ទះម្ដាយរបស់នាងគាត់បាននិយាយថាមកវិញហើយឬកូនផានីបាននិយាយតបទៅម្ដាយថាចាម៉ែកូនមកវិញហើយឥឡូវកូនប្រញាប់ណាស់ម៉ែដើម្បីរៀបបន្លែដាក់កញ្ឆេររួចដាក់កង់យកទៅលក់នៅឯផ្សារទៀតណាម៉ែព្រោះថ្ងៃរៀងជ្រាទៅហើយម្ដាយផានីបាននិយាយតបទៅកូនថាមែនហើយកូនឥឡូវទុកឲ្យម៉ែជួយរៀបកូនណាផានីបាននិយាយថាចាម៉ែកូនអរគុណអ្នកទាំងពីររៀបបន្លែបណ្ដើរនិយាយគ្នាបណ្ដើរក្រោយរៀបបន្លែហើយផានីនាងក៏បានជិះកង់រកកញ្ឆេរបន្លែយកទៅលក់នៅឯផ្សារពេលទៅដល់ផ្សារអ្នកនៅឯផ្សារបានឃើញត្រកួននិងប្រលិតរបស់ផានីល្អគាត់ក៏មនីរត់មកទិញព្រាតព្រោងអ្នកខ្លះទិញ2ដុំអ្នកខ្លះទិញ2-3ដុំអ្នកខ្លះទិញ3-4ដុំដូច្នេះរឿងនេះសូមឆ្លេះត្រឹមនេះបងប្អូនឲ្យមានការខុសឆ្គងសូមអភ័យទោសអរគុណជម្រាបលា